ដោយទឹកចិត្តជ្រះថ្លាប្រជាពុទ្ធបរិស័ទបានរួមគ្នារៀបចំពិធីដង្ហែទានចំណាំវស្សានិងគ្រឿងបរិក្ខារវស្សាទៅវេប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅអារាមវត្តចំនួន2ស្ថិតនៅក្នុងខេត្តកណ្ដាលនិងខេត្តកំពង់ឆ្នាំងជាសទ្ធាជ្រះថ្លាយ៉ាងជ្រាលជ្រៅពេញដោយបរិសុទ្ធធម៌ចំពោះពុទ្ធសាសនារបស់ព្រឹទ្ធមេដាពន្ធវស្សាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភធម្មរាជទេវីសៀងសុកហឿងត្រូវជាម្ដាយបង្កើតលោកជំទាវអុកញ៉ានាងវិសាខាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភគតិបណ្ឌិតសៀងច័ន្ទហេងអគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍនិងជាស្ថាបនិករមណីយដ្ឋានរាជរីលង្វែងរួមទាំងប្រជាពុទ្ធបរិស័ទជាច្រើនរួមសាមគ្គីគ្នារៀបចំពិធីដង្ហែទានចំណាំវស្សាព្រមទាំងគ្រឿងបរិក្ខារចាំបាច់ផ្សេងៗទៅវេប្រគេនព្រះសង្ឃដែលគង់ចាំវស្សាឱកាសត្រីមាសនៅអារាមវត្តចំនួន2គឺពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជាក្នុងស្រុកពញាលឺខេត្តកណ្ដាលនិងវត្តចន្ទបជុតនារាមហៅវត្តតាសុតក្នុងស្រុករលាផ្អៀខេត្តកំពង់ឆ្នាំងក្នុងពិធីនេះដែរលោកជំទាវអុកញ៉ានាងវិសាខាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភគតិបណ្ឌិតសៀងច័ន្ទហេងបានមានប្រសាសន៍ថាពិធីបុណ្យចូលវស្សាគឺជាពិធីបុណ្យផ្លូវការមួយយ៉ាងសំខាន់ក្នុងព្រះពុទ្ធសាសនាដែលព្រះសង្ឃគ្រប់ព្រះអង្គត្រូវគង់ចាំវស្សាអស់រយៈពេល3ខែគឺចាប់ពីថ្ងៃ1រោចខែអាសាឍដល់ថ្ងៃ15កើតខែអាសត់ដោយគង់នៅក្នុងវត្តអារាមមិនអាចនិមន្តទៅបិណ្ឌបាតឆ្ងាយបានឡើយដើម្បីទ្រទ្រង់ដល់ការប្រតិបត្តិធម្មវិន័យរបស់ព្រះសង្ឃក្នុងអំឡុងពេលចាំវស្សានេះពុទ្ធបរិស័ទចំណុះជើងវត្តតែងតែរៀបចំពិធីដង្ហែទានវស្សាដើម្បីប្រគេនទានប្រេងបរិក្ខារវស្សានិងគ្រឿងឧបភោគបរិភោគផ្សេងៗដល់ព្រះសង្ឃនេះគឺជាពុទ្ធកិច្ចនិងជាប្រពៃណីដ៏ល្អផូរផង់របស់ពុទ្ធសាសនិកខ្មែរយើងដែលតែងតែបង្ហាញនៅសទ្ធាជ្រះថ្លាយ៉ាងជ្រាលជ្រៅចំពោះព្រះរតនត្រ័យនិងជាការចូលរួមទ្រទ្រង់នៅលើកស្ទួយព្រះពុទ្ធសាសនាថែមទាំងជាការសាងនៅបុណ្យកុសលនិងអានិសង្សយ៉ាងធំធេងផងដែរជាពិសេសអានិសង្សនៃការប្រគេនគ្រឿងបរិក្ខារវស្សាសម្រួលដល់កិច្ចការប្រតិបត្តិធម្មវិន័យនិងការសិក្សារៀនសូត្ររបស់ព្រះសង្ឃក្នុងអំឡុងពេលចាំវស្សាលោកជំទាវអុកញ៉ាបានបញ្ជាក់ទៀតថានីតិកាលទី7នេះក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីបានបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋឲ្យដើរទន្ទឹមគ្នានឹងការអភិវឌ្ឍលើគ្រប់វិស័យជាពិសេសកត្តាសុខសន្តិភាពគឺមានសំខាន់បំផុតសម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដូចនេះការចូលរួមថែរក្សាសន្តិភាពគឺជាកាតព្វកិច្ចនិងគឺជាការទទួលខុសត្រូវដ៏សំខាន់របស់ប្រជាពលរដ្ឋគ្រប់រូបដើម្បីធានាបាននូវសុខសន្តិភាពភាពសានត្រានការអភិវឌ្ឍនិងភាពរុងរឿងនៃសង្គមជាតិលោកជំទាវអុកញ៉ាសូមឧទ្ទិសផលបុណ្យដែលកើតចេញពីការប្រគេននិងដង្ហែនៅទានចំណាំព្រះវស្សានេះជូនដល់បុព្វការីជនគ្រូឧបជាយាចារ្យនិងញាតិសាលោហិតជាពិសេសសូមឧទ្ទិសមគ្គផលជូនចំពោះវិញ្ញាណក្ខន្ធវីរៈកងទ័ពដែលបានពលីបាត់បង់ជីវិតដើម្បីការពារអធិបតេយ្យភាពនិងបូរណភាពដែនដីសូមបានទៅកាន់សុគតិភពនិងទទួលបាននៅចំណែកកុសលនេះលោកជំទាវអុកញ៉ាបន្ថែមទៀតថាទេយ្យទានដែលបានវេនិងប្រគេនដល់ព្រះសង្ឃចំនួន2វត្តនៅក្នុងថ្ងៃនេះក្នុងមួយវត្តទទួលបានទានចំណាំព្រះវស្សាមួយគូគ្រឿងបរិក្ខារវស្សាដែលចាំបាច់ក្នុងការប្រើប្រាស់ចំនួន21មុខព្រមទាំងគ្រឿងឧបភោគបរិភោគនិងប្រគេនបច្ច័យមួយចំនួនដល់ព្រះសង្ឃក្នុងកម្មវិធីបុណ្យផងដែរ